រូបមន្ត Sum if f រូបមន្ត Sum if f Sum if f រូបមន្ត Sum if f គឺជារូបមន្តមួយដូចជាផលបូកដែរ Sum if ហើយមាន f មួយទៀត Sum if ផលបូកតែមានលក្ខខណ្ឌប៉ុន្តែលក្ខខណ្ឌតែមួយដល់ Sum if f រូបមន្តដែលមានលក្ខខណ្ឌដែរតែអាចលក្ខខណ្ឌច្រើនជាងមួយអញ្ចឹងវារាប់ពី2ឡើងទៅនឹងគេប្រើ Sum if f រូបមន្ត Sum if f វាខុសពីរូបមន្ត Sum if តិចអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំមានតារាងហ្នឹងវាមានថ្ងៃហ្នឹងថ្ងៃទី1ថ្ងៃទី5នៅឈ្មោះបុគ្គលិកឈ្មោះសុខាឈ្មោះចិន្តាអញ្ចឹងទៅគាត់បានលក់សិភៅណេះស្ដេចណេះអីចឹងមកតាមឈ្មោះហ្នឹងអ្នកណាអ្នកលក់អីចឹងមកចំនួនប៉ុណ្ណឹងតម្លៃប៉ុណ្ណឹង amount ប៉ុណ្ណឹងចឹងណាចឹងដល់ឥឡូវគេចង់សរុបថាតើសិភៅលក់បានប៉ុន្មានលក់បានប៉ុន្មានហើយគេចង់ដឹងថាសិភៅហ្នឹងអ្នកលក់ហ្នឹងឈ្មោះសុខាជាអ្នកលក់ទៀតគេចង់ដឹងថាសុខានេះជាអ្នកលក់គេឲ្យពីសុខាគេអត់ឲ្យបោកទេហើយគេដឹងថាសុខាហ្នឹងលក់តែថ្ងៃទី1ទៀតឧទាហរណ៍លក់តែថ្ងៃទី1ហ្នឹងទៀតអញ្ចឹងគេប្រើរូបមន្ត Sam if as ណា Sam if as រួច Sam rank Sam rank អីគេ Sam rank ឥឡូវយើងរក quantity រក quantity យើង select កន្លែង quantity ហ្នឹងមក select ទាំងអស់តបមកយើងចុច add for រកមកវាមកអីគេ rank career career rank ទេ career rank លក្ខខណ្ឌដែលយើងចង់រកណាលក្ខខណ្ឌដែលយើងចង់រកគឺអញ្ចឹងឥឡូវខ្ញុំរកមួយណាមុនក៏បានដែរគឺខ្ញុំរកថ្ងៃខែមុនថ្ងៃខែអ្នកណាជាអ្នករកថ្ងៃខែអញ្ចឹងខ្ញុំកន្លែងថ្ងៃខែអញ្ចឹងថ្ងៃខែ I4 បៀ career ថ្ងៃខែយើងត្រូវ select មកឡើងថ្ងៃខែដែរនេះថ្ងៃខែអញ្ចឹងថ្ងៃខែកាលណាយើងដូរថ្ងៃខែនេះអញ្ចឹងឲ្យរកទៅតាមថ្ងៃខែនេះអញ្ចឹងយើងលក្ខខណ្ឌថ្ងៃខែបាទហើយយើងដាក់ I4 ដែរមកយើងចង់រកអីយើងចង់រកអីទៀតយើងចង់រកឈ្មោះបុគ្គលិកអ្នកលក់អញ្ចឹងយើង select បុគ្គលិកក្នុងតារាងcolumn បុគ្គលិកមក S4 ទៀតដូចវាទៀតយើងមក select នេះបុគ្គលិកបាទ S4 ដែរហើយយើងរកទៀតរក item រកមុខតំណែងតងមុខតំណែងអញ្ចឹងយើង select តគ្នាអញ្ចឹងរហូតមុខតំណែង F4 ទៀតកន្លែងណាមុខតំណែងនេះកន្លែងមុខតំណែងនេះកន្លែង I នេះអញ្ចឹងដោយសារវាហ្នឹងអញ្ចឹងតំណែងអញ្ចឹងម្ដងទៀតយើងប្រើ sum if បន្ទាប់មកយើង select អីដែលយើងចង់រកចំនួនយើងរកចំនួនបន្ទាប់មកយើងរកក្នុងលក្ខខណ្ឌនេះអីណាមុនក៏បានដែរប៉ុន្តែវាមានរបស់វាគេហៅថាឥឡូវខ្ញុំចង់រកថ្ងៃមុនហ្នឹងអញ្ចឹងខ្ញុំ select ថ្ងៃ select ថ្ងៃខ្ញុំមក select ថ្ងៃដែរណាបន្ទាប់មកខ្ញុំរកបុគ្គលិកខ្ញុំត្រូវ select រកឡើងបុគ្គលិកដែរហើយមកអឺមុខតំណែងអញ្ចឹងខ្ញុំបានមក select កន្លែងមុខតំណែងដូចគ្នាអញ្ចឹងតែប៉ុណ្ណឹងមកយើង enter អញ្ចឹងយើងដឹងថាសិភៅដែលលក់ណាសិភៅដែលលក់នៅថ្ងៃទី1ដែលឈ្មោះសុខាជាអ្នកលក់វាបាន5ណាបានចំនួន5អញ្ចឹងរូបមន្តសិននោះមានប៉ុណ្ណឹង30 ដែរអញ្ចឹងវាមានច្រើនលក្ខខណ្ឌអញ្ចឹងណាយើងអាចលក្ខខណ្ឌសុខាយើងមានលក្ខខណ្ឌថ្ងៃទីអញ្ចឹងឧទាហរណ៍ថាឥឡូវឈ្មោះចិន្តាចាឈ្មោះចិន្តាដល់កន្លែងនេះទៅចិន្តាវិញជាអ្នកលក់អញ្ចឹងសិភៅចិន្តាលក់អត់មានទេអត់បានលក់ទេអញ្ចឹងខ្ញុំលក់ហើយវាថ្ងៃ1ហ្នឹងណាឥឡូវខ្ញុំដាក់ស្អីសុខានេះក៏អត់ដែរណាសុខាហ្នឹងមានលក់5នេះសុខានឹងលក់សុខា5còn នៅក្នុងថ្ងៃមួយអញ្ចឹងទោះជាថ្ងៃ5មានលក់ក៏អត់បង្ហាញដែរព្រោះយើងក៏ចង់បានដែរអញ្ចឹងចង់មានន័យអញ្ចឹងយើងអាច select បានរបស់ហ្នឹង
ចឹងនេះសៀវភៅថាលក់ថ្ងៃទី1នោះបាន5ប៊ិចអត់មានទេពហុស្មៅដៃ7 highlight 0អីចឹងដែរចឹងមានប៉ុណ្ណឹងបាទហើយយើងដូចគ្នា amount ក៏ដូចគ្នាចឹងយើងប្រើ30អេហើយលក្ខខណ្ឌនេះដូចអីចឹងពីបងគឺ30រ៉ែងអញ្ចឹងយើងរកអីរកទឹកលុយម្ដងអញ្ចឹងយើង select ទឹកលុយនឹងមកម្ដង click F4 រកមករារែងយើងចង់រកណែមុនឥឡូវទីអរខ្ញុំចង់ select អីមុនបែរខ្ញុំចង់រកខ្ញុំចង់ select item មុនក៏បានដែរវាអត់ទាស់ខាងណាប៉ុន្តែកាលណាយើង select item career ហ្នឹង career 1ហ្នឹងយើងត្រូវតែ select item ដែរអញ្ចឹង select item ឯណានេះ item យើងត្រូវ select item ដែរ select item ដែរតបមកខ្ញុំរកបុគ្គលិកចុះខ្ញុំថារកបុគ្គលិកខ្ញុំលក្ខខណ្ឌបុគ្គលិកចុះអញ្ចឹងកន្លែងនេះវាបើខ្ញុំត្រូវ select កន្លែងបុគ្គលិកដូចគ្នាហើយតែយើងរកថ្ងៃក្រោយ for ហើយក៏យើងរកយក select ឡើងថ្ងៃដូចគ្នាកន្លែងនេះខ្ញុំ click for បាទអញ្ចឹងហ្នឹងយើងបិទចូលចប់ហើយខ្ញុំឃើញឡៃគាត់10អ្នកឃើញទេមានលក់តែ5ហ្នឹងទេអញ្ចឹង10អញ្ចឹងខ្ញុំអាចដូរថ្ងៃដូរនេះក៏បានដែរចាអស់លក្ខខណ្ឌនេះចេះនេះកន្លែងសភៅយកទៅលត់តែព្រោះដើម្បីវារមកចេះជាងដកលត់មួយសភៅចឹងអូខេគឺដល់ជាណាណាចឹងអូខេអញ្ចឹងចង់ឥឡូវខ្ញុំថាថ្ងៃទី2ចុះខ្ញុំរកថ្ងៃទី2ចឹងថ្ងៃទី2លក់បានតែស្មៅដៃមួយបិទទេសុផាហ្នឹងតែចន្ទាលក់តារាលក់បានទេខ្ញុំទៅដូចតារាវិញតារាលក់បានតែរៀបដល់ចំណេះតទេថ្ងៃទី5អញ្ចឹងយើងមើលតារាថ្ងៃទី5នេះខ្ញុំយល់ហ្នឹងត្រូវណាបាទអញ្ចឹងតើតងសាមអ៊ីអែមមានប៉ុណ្ណឹង